ខ្ញុំបកណាធម្មភាពសូមនមស្ការព្រះធេរានធេរៈគ្រប់ព្រះអង្គសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទនៅក្រៅស្រុកក្នុងស្រុកទាំងអស់គ្នាថ្ងៃនេះសូមលើកឡើងពីសង្គមប្រទេសជាតិរបស់យើងតើយើងទុកឲ្យប្រទេសជាតិយើងក្នុងការគ្រប់គ្រងរបស់របបដឹកនាំសពថ្ងៃនឹងទេឬក៏មនុស្សភាគច្រើនចង់បានការផ្លាស់ប្ដូរចឹងជីវិតរបស់មនុស្សយើងវាមិនអាចនៅជាអមតៈបានទេចឹងហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋខំធ្វើយ៉ាងណាដើម្បីឲ្យមនុស្សចំនួនក្រោយនឹងមានការឬបំរាស់អំពីរបបដឹកនាំតែយើងធ្វើរបៀបណាអាយុរាងកាយសុខភាពឬក៏អ្វីដែលកើតមាននៅក្នុងបច្ចុប្បន្នវាចេះតែវិលទៅមុខម្ដងតិចម្ដងតិចចឹងវាអត់អាចថយក្រោយអត់អាចឲ្យនៅជាក្មេងអត់អាចនៅជាកំឡោះអត់អាចនៅជាដដែលបានទេអញ្ចឹងវាមានការវិវត្តមួយជារៀងរាល់ថ្ងៃទៅអញ្ចឹងវាអត់អាចថយក្រោយបានទេអញ្ចឹងសូទៅប្រជាជនបងប្អូនប្រជាជនខ្មែរយើងនៅក្នុងប្រទេសក្រៅប្រទេសតើយើងបន្តឲ្យរបបដឹកនាំដោយតកូលហ៊ុនដឹកនាំប្រទេសជាតិរបស់យើងធ្វើឲ្យប្រទេសជាតិអ្នកផ្សេងគេមើលងាយមកឬប្រទេសយើងតែយើងយល់ព្រមในក្នុងការធ្វើអំពើទាំងនោះយើងអត់បានរកវិធីអីជួយដោះស្រាយប្រទេសជាតិយើងទេអានេះមិនមែនហើយរបបដឹកនាំតែម្នាក់ឯងបងប្អូនជាពលរដ្ឋមកក្រុមគ្រួសារឬក៏បពពូតូចមិនដល់មនុស្សរាប់បពពូរបស់គាត់មិនដល់10000នាក់ទេហេតុអីបានយើងរាប់លានអ្នកមិនបានធ្វើអីឲ្យជាដុំកំភួនដើម្បីស្រោចស្រង់ប្រទេសជាតិយើងទាំងអស់គ្នាអញ្ចឹងយើងដឹងស្រាប់ហើយបងប្អូនប្រជាពលរដ្ឋប្រទេសខ្មែរយើងបច្ចុប្បន្នវាធ្លាក់នៅក្នុងមហន្តរាយដល់ជាទីបំផុតហ្នឹងហើយគឺយើងទាំងអស់គ្នាថាខ្ញុំកណ្ដាលអាត្មាភាពបងប្អូនប្រជាពលរដ្ឋតែងតែរំពឹងទុកថាតើវាមានអ្វីមួយដែលផ្លាស់ប្ដូរទៅឲ្យធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនឬក៏អភិវឌ្ឍឲ្យទៅប្រទេសគេជិតខាងដោយសពថ្ងៃអញ្ចឹងគេមើលងាយគេដឹងថាថ្នាក់ដឹកនាំរបស់យើងទន់ខ្សោយទន់ជ្រាយទន់មិនអាចធ្វើអីបានគ្រាន់តែការពារទឹកដីដែលយើងមានស្រាប់នឹងយើងការពារមិនបានឲ្យគេរំលោភបំពានដូច្នេះហើយតែយើងប្រជាជនខ្មែរយើងគួរតែជឿទុកចិត្តរបបដឹកនាំនឹងតទៅទៀតឬយ៉ាងណាអញ្ចឹងជីវិតរបស់យើងដូចអាត្មាបានលើកឡើងអញ្ចឹងគឺវាអត់អាចនៅអញ្ចឹងបានទេអញ្ចឹងហើយយើងត្រូវតែរកវិធីម៉េចឲ្យបានលឿនឲ្យបានរហ័សឲ្យបានទាន់ហេតុការណ៍ដែលកំពុងវិវត្តនៅក្នុងបច្ចុប្បន្ននេះឲ្យបានលឿនរឹតតែល្អបងប្អូនជាពលរដ្ឋអញ្ចឹងប្រទេសជិតខាងដោយប្រទេសយួនដោយប្រទេសថៃសពថ្ងៃហ្នឹងគេមើលងាយមើលថោកដោយសារតែឋានៈដឹកនាំរបស់យើងហ្នឹងគឺអសិលធម៌បងប្អូនប្រជាពលរដ្ឋអសិលធម៌មានគុណធម៌នៅក្នុងខ្លួនហើយក្នុងមួយថ្ងៃនោះអាយុកាលរបស់ជីវិតហ្នឹងវាទៅម្ដងតិចចឹងហើយតើយើងប្រជាជនទាំងអស់គ្នាធ្វើយ៉ាងណាដើម្បីឲ្យរបបដឹកនាំមួយហ្នឹងវា
มันអាចតការដឹកនាំប្រទេសរបស់យើងតទៅទៀតបានទើបតែយើងទាំងអស់គ្នានឹងចូលរួមគ្នាជួយធ្វើយ៉ាងណាដើម្បីរោគដំណោះស្រាយដើម្បីស្រោចស្រង់ប្រទេសជាតិយើងដើម្បីបន្សល់ទឹកដីដែលយើងមានមកបន្តិចហ្នឹងដើម្បីឲ្យមនុស្សជំនាន់ក្រោយដែលបានឃើញបានឮឈ្មោះបោះសម្លេងឬក៏អាចអភិវឌ្ឍឲ្យលូតលាស់រីកចម្រើនជាងគេឬក៏រីកចម្រើនដោយសម័យអង្គរហ្នឹងក៏រីកទៅល្អទៅវាមិនបានប៉ុណ្ណឹងទេបានការពារទឹកដីមកកញ្ចប់ហ្នឹងឲ្យបានវារីកទៅល្អទៅទៀតអាហ្នឹងគឺការព្រួយបារម្ភរបស់បងប្អូនញាតិញោមទាំងអស់ដែលបានតាមដានស្ដាប់ក៏សូមជួយបន្តនៃការតាមដានស្ដាប់ខ្ញុំប្រកាសអាត្មាភាពសូមជូនពរញាតិញោមឲ្យបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរៀងរហូតទៅពរសូមចម្រើនពរ